ប្រជាពលរដ្ឋថាប្រសិនបើគ្មានការបាក់ដៃពីសមត្ថកិច្ចម្លោះគ្មានអ្នករកស៊ីបត់ល្មើសនោះឡើយបងប្អូនប្រិយមិត្តជាទីមេត្រីបទល្មើសធនធានធម្មជាតិគឺជាប្រធានបទមួយដ៏ក្តៅគគុកនិងចាស់កម្រិលជាងគេនៅក្នុងប្រទេសកម្ពុជារបស់យើងដែលបានកើតមានឡើងនៅតាមបណ្ដាខេត្តមួយចំនួនដែលជាប់ទៅនឹងព្រៃឡង់បង្កឡើងដោយក្រុមឈ្មួញល្បីៗចាស់វសាប្រចាំខេត្តតែម្ដងដែលកំពុងតែបង្កការព្យុះភ្លៀងបានតាមតែទំនឹងចិត្តរបស់ពួកគេដោយមានការបើកភ្លើងខៀវនិងត្រូវរើគ្នាជាប្រព័ន្ធឡើងដោះស្នំទៅហើយដែលជាហេតុធ្វើឲ្យធនធានធម្មជាតិដែលជារបស់ជាតិបានវិនិច្ឆ័យហិនហោចស្ទើរតែទាំងស្រុងទៅហើយពិសេសជាងគេគឺខេត្តក្រចេះនេះតែម្ដងបន្ទាប់ពីប្រមុខថ្នាក់ដឹកនាំពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជាអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភានៅពេលបច្ចុប្បន្ននេះលោកបានដាក់បទបញ្ជានិងអសន្និវត្តដ៏ម៉ឺងម៉ាត់បំផុតទៅដល់មន្ត្រីក្រមអាវ៉ាតព្រមទាំងបានបង្កើតគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលមានឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើជាប្រធានកាលពីថ្ងៃទី7ខែធ្នូឆ្នាំ2016ដើម្បីធ្វើយ៉ាងណាទប់ស្កាត់រដ្ឋបទល្មើសធនធានធម្មជាតិកុំឲ្យកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងជាពិសេសគឺបទល្មើសព្រៃឈើនេះតែម្ដងក៏ប៉ុន្តែប្រជាពលរដ្ឋនៅទូទាំងប្រទេសហាក់សង្កេតឃើញថាក្នុងខេត្តក្រចេះទាំងមូលបទល្មើសធនធានធម្មជាតិនៅតែបន្តកើតមានយ៉ាងគំហុកឥតឈប់ឈរដោយពុំទាន់ឃើញមានការអនុវត្តទប់ស្កាត់និងបង្ក្រាបពីសំណាក់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធនៅតាមដងផ្លូវដែលបានដាក់ស្នាក់ការចាំយាមនៅតាមគោលដៅរបស់ខ្លួនគ្រប់គ្រងនៅឡើយនោះទេពលផ្ទុយទៅវិញគឺមានតែការបើកដៃការបើកភ្លើងខៀវផ្ទុយទៅនឹងបទបញ្ជានិងប្រសាសន៍របស់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលទៅវិញជាក់ស្ដែងកាលពីថ្ងៃទី13ខែឧសភាឆ្នាំ2025កន្លងទៅថ្មីនេះមានរថយន្តសាមយ៉ុងមួយគ្រឿងពណ៌សពាក់ផ្លាកលេខក្រចេះ 2R0282 ដែលផ្ទុកទៅដោយឈើពេញឡានបានផ្ទុះកង់បណ្ដោយឲ្យកន្លះផ្ងាជើងឡើងលើនៅចំណុចភូមិសម្បទានកកតឃុំសំបុកស្រុកចិត្តបូរីខេត្តក្រចេះនៅក្នុងអំឡុងម៉ោងប្រមាណជា2រំលងអធ្រាត្រធ្លីពោះចេញមកវិញសុទ្ធតែឈើប្រណិតដែលគេស្គាល់ថាគឺជារថយន្តដឹកឈើរបស់លោកជុំវុធីហៅធីកាប៉ូដែលធ្វើការចរាចរណ៍ដឹកចេញពីស្រុកអូគ្រៀងសែនជ័យដើម្បីយកទៅលក់ចែកចាយតាមដេប៉ូនានានៅតាមបណ្ដាខេត្តមួយចំនួនចៃដន្យអកុសលអីព្រះមិនជួយបែរជាទំនងត្រូវបណ្ដាសាព្រៃឈើផងមិនដឹងក៏បានបែកកង់នៅចំណុចទីតាំងខាងលើនោះតែម្ដងប្រភពព័ត៌មានបានបន្តឲ្យដឹងទៀតថាឈើនិងរថយន្តដែលក្រឡាប់នៅលើទីតាំងខាងលើនោះត្រូវបានលោកជុំវុធីបានបញ្ជាឲ្យកូនចៅរបស់ខ្លួនអូសយកទៅទុកនៅផ្ទះប្រជាពលរដ្ឋនៅក្បែរខាងនោះលោកព្រឹកឡើងលោកជុំវុធីបានជិះរថយន្តមួយគ្រឿង Mack Highlander ពណ៌សពាក់ស្លាកលេខ 2AM 2790មកដល់រួចក៏បានហៅរមាក់ម៉ូតូបំរុងជំនឿឈើទៅនោះចេញពីទីនោះតែផលបនមិនជួយស្រាប់តែក្រុមការងារដឹកនាំដោយលោកតាន់កំសួរដែលជាប្រធានសមាគមយុវជនស្រឡាញ់ធម្មជាតិបានមកដល់ទីតាំងខាងលើនោះស្រាប់តែលោកជុំវុធីនិងបពពួកបានចោលរថយន្តប្រាស់យកទៅរួចខ្លួនបាត់ស្រមោលឈឹងដូចចោលលួចសេះតែម្ដងបន្ទាប់មកកម្លាំងជំនាញរដ្ឋបាលព្រៃឈើក៏បានសហការជាមួយនឹងអធិការដ្ឋាននគរបាលស្រុកនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលបានប្រមូលរាល់វត្ថុតាងដែលមានឈើសរុបប្រមាណជា4ម៉ែត្រត្រីគុណយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសួនអាពាហ៍ពិពាហ៍និងរថយន្តម៉ាកសាំយ៉ុងក៏បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្តបូរីដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់គូរំលឹកផងដែរថានេះមិនមែនជាករណីទី1នោះឡើយដែលលោកជុំវុធីដោយបុគ្គលល្បីឈ្មោះខាងបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងខេត្តក្រចេះរូបនេះបានធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីភូមិរលួសឃុំស្រែជីកស្រុកអូគ្រៀងសែនជ័យដើម្បីយកទៅលក់ចែកចាយបន្តនៅតាមដេប៉ូនានាពលគឺរួមផ្លូវអស់ទៅហើយប៉ុន្តែពុំដែលឃើញមានសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធរូបណាចុះធ្វើការបង្ក្រាបនិងទប់ស្កាត់បានម្ដងណាឡើយតើមកពីមូលហេតុអ្វីទៅទៀតតួយ៉ាងកាលពីថ្ងៃទី10ខែមីនាឆ្នាំ2025និងថ្ងៃទី20ខែមីនាឆ្នាំ2025កន្លងទៅក៏ដូចជាថ្ងៃទី13ខែមេសាឆ្នាំ2025កន្លងទៅដែររថយន្តសាំយ៉ុងពណ៌សពាក់ផ្លាកលេខ 2R0282 របស់លោកជុំវុធីតែងធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើបានយ៉ាងរំភើយនិងបានរលូនជាទីបំផុតមិនដែលឃើញមានក្រសួងស្ថាប័នមន្ត្រីជំនាញពាក់ព័ន្ធរូបណាក្នុងខេត្តក្រចេះពិសេសគឺជំនាញរដ្ឋបាលព្រៃឈើតែម្ដងដែលបានដាក់ស្នាក់ការចាំយាមធ្វើការទប់ស្កាត់និងបង្ក្រាបតទៅសោះឬមួយដាក់ស្នាក់ការគ្រាន់តែចាំប្រមូលពន្ធដកតង់ពីឈ្មួញឈើចាស់វសារូបនេះតែប៉ុណ្ណោះ
រហូតតតែក្រឡប់ផ្ងាជើងទៅមុខលេងរួចធ្លាយពោះមកសតឈើនៅថ្ងៃទី13ខែឧសភាឆ្នាំ2023កន្លងទៅទើបអស់លោកមកប្រមូលយកទៅរក្សាទុកដើម្បីចាត់ការទៅតាមផ្លូវច្បាប់ចុះប្រសិនបើមិនមានករណីនេះកើតឡើងមិនដឹងថាយ៉ាងណានោះទេបងប្អូនប្រិយមិត្តទស្សនិកជនអាចសាកគិតមើលបាទប្រសិនបើឡានដឹកឈើនោះមិនបានជួបគ្រោះថ្នាក់ចរាចរណ៍ទេតើពួកគេអាចដឹកដល់ណាទៅមួយថ្ងៃមួយខែមួយឆ្នាំមិនដឹងថាដឹកចេញឈើអស់ប្រមាណទេប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិនៅទូទាំងប្រទេសបានស្នើសុំទៅកាន់ព្រះរាជអាជ្ញានៃអាយកាអមស្រុកដំបងខេត្តក្រចេះសូមមេត្តាលោកធ្វើការសាររើសំណុំរឿងបទល្មើសធនធានធម្មជាតិហៅកាត់ថាធីកាប៉ូដែលមានអាសយដ្ឋានស្ថិតនៅក្នុងភូមិកាប៉ូសង្កាត់អូរស័យក្រុងក្រចេះខេត្តក្រចេះដើម្បីធ្វើយ៉ាងណាឈានទៅដល់ចំណាត់ការតាមផ្លូវច្បាប់ឲ្យខានទៅបាននិងគោរពស្នើសុំទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសនោះគឺឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាដែលជាមេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសសូមមេត្តាឯកឧត្តមចាត់កម្លាំងជំនាញក្រាមអាវ៉ាតចុះស្រាវជ្រាវធ្វើអធិការកិច្ចត្រួតពិនិត្យលើបុគ្គលដែលល្បីល្បាញខាងបំផ្លិចបំផ្លាញធនធានធម្មជាតិខាងលើនេះផងទីនដើម្បីធ្វើយ៉ាងណារក្សាឲ្យបាននៅធនធានធម្មជាតិដែលជារបស់រដ្ឋឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយផងសូមអរគុណ